អនុញ្ញាតគោរពនឹងជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់បាទយើងដឹងហើយថាមកទល់នឹងពេលនេះមិនថារាជរដ្ឋាភិបាលកម្ពុជាក្តីប្រមុខថ្នាក់ដឹកនាំកម្ពុជាក្តីគឺលោកមិនទទួលស្គាល់ដាច់ខាតនៅការកំណត់ខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយការប្រើកម្លាំងយោធារបស់ភាគីសៀមក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាគឺទទួលស្គាល់នៅព្រំដែនឬផែនទីដែលកំណត់ទៅដោយអន្តរជាតិដែលទទួលស្គាល់ដោយអន្តរជាតិហើយក៏ជាផែនទីព្រំដែនដែលតម្កល់នៅអង្គការសហប្រជាជាតិឬជាផែនទីដែលតម្កល់ទុកនៅតាមបណ្ដាញអង្គការយុត្តិធម៌អន្តរជាតិនានាជាដើមដែលជាអនុសញ្ញាឬសន្ធិសញ្ញាទាំងឡាយណាដែលព្រមព្រៀងដោយបារាំងសៀមនិងទទួលស្គាល់ជាអន្តរជាតិនៅទូទាំងពិភពលោកក្រៅពីនេះគឺកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតដោយដែលពុកម៉ែបងប្អូនបានដឹងហើយថារាល់កិច្ចប្រជុំសំខាន់ៗទាំងឡាយដែលព្រមព្រៀងគ្នាឬឯកភាពគ្នាជាមួយភាគីសៀមគឺកម្ពុជាតែងតែយកច្បាប់អន្តរជាតិហើយកម្ពុជាតែងតែទាញភាគីសៀមឲ្យចុះហត្ថលេខាយល់ស្របទៅតាមច្បាប់អន្តរជាតិនិងផែនទីដែលទទួលស្គាល់ដោយអន្តរជាតិជាក់ស្ដែងក្នុងកិច្ចប្រជុំនានាជាពិសេសក្នុងកិច្ចប្រជុំ GBC នៅថ្ងៃទី27ខែធ្នូឆ្នាំ2025ថ្មីនេះក្តីឬក៏កិច្ចប្រជុំដែលតាក់ទងទៅនឹងបទឈប់បាញ់ក្តីគឺកម្ពុជាស្ទើរបញ្ជាឲ្យភាគីសៀមគោរពទៅតាមផែនទីអន្តរជាតិទាំងអស់ដូចនេះមានហេតុផលណាមួយដែលធ្វើឲ្យកម្ពុជាយល់ស្របទៅតាមការកំណត់ខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយការប្រើកម្លាំងយោធារបស់ភាគីសៀមនោះទេទាំងអស់នេះហើយគឺជាជំហរយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាយើងដែលលោកតែងតែបញ្ជាក់ម្ដងហើយម្ដងទៀតពិតណាស់យើងអាចនិយាយបានថាក្រោយសង្គ្រាមជាមួយភាគីសៀមកម្ពុជាមានការផ្លាស់ប្ដូរសំខាន់ធំចំនួន2ដែលទី1គឺតាក់ទងទៅនឹងជំហរក៏ដូចជាបទពិសោធន៍របស់ថ្នាក់ដឹកនាំកម្ពុជានិងទី2គឺតាក់ទងទៅនឹងជំហរនិងការតាំងចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់មិនថានៅក្នុងប្រទេសក្តីឬនៅក្រៅប្រទេសក្តីក្រោយសៀមឈ្លានពានកម្ពុជាទាំងពីរលើកដូច្នេះតើជំហរនឹងការទទួលយកបទពិសោធន៍ថ្មីរបស់ថ្នាក់ដឹកនាំកម្ពុជាមានន័យបែបណាបាទហើយទាំងអស់នេះគឺចង់សម្ដៅទៅលើសម្ដេចបវរធិបតីហ៊ុនម៉ាណែតក្រោយលោកក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រជាណាចក្រកម្ពុជាគឺហាក់បីដូចជាការដាក់វិញ្ញាសាដ៏ពិបាកនិងតឹងតែងបំផុតមួយសម្រាប់សម្ដេចដែលបញ្ហាទាំងអស់នេះហើយគឺទាមទារឲ្យសម្ដេចបវរធិបតីហ៊ុនម៉ាណែតដោះស្រាយនៅបញ្ហាដែលស្មុគស្មាញនិងល្វីងជូរចត់បំផុតក៏ប៉ុន្តែនៅពេលសម្ដេចដោះស្រាយបានយ៉ាងល្អប្រសើរនោះផលផ្លែផ្កាដែលល្វីងជូរចត់ទាំងនោះគឺសម្រេចបាននៅបទពិសោធន៍មួយដ៏អស្ចារ្យនិងរឹងមាំបំផុតរបស់ថ្នាក់ដឹកនាំកម្ពុជាដែលបានឆ្លងកាត់នៅវិញ្ញាសាដ៏លំបាកមួយនេះដែលយើងអាចកំណត់បានថាក្រោយបិទបញ្ចប់អរិយភាពក្តីក្រោយពេលបិទបញ្ចប់ចំនួនឬសង្គ្រាមក្តីនៅពេលសន្តិភាពកើតមានឡើងពេញបរិបូរណ៍គឺច្បាស់ណាស់ថាថ្នាក់ដឹកនាំកម្ពុជាគឺលោកនឹងពង្រឹងព្រមទាំងកសាងនៅខឿនការពារជាតិឲ្យរឹងមាំនិងខ្លាំងក្លាបំផុតហើយព្រមទាំងកសាងនៅខឿនសេដ្ឋកិច្ចឲ្យរឹងមាំផងដែរដែលទាំងអស់នេះមានន័យថាតើសេដ្ឋកិច្ចកម្ពុជាខ្សោយត្រង់ចំណុចណាចំនួនទ័ពឬក៏កម្លាំងទ័ពត្រូវការបំពេញបែបណានិងត្រូវពង្រឹងសមត្ថភាពបែបណាលើសពីនេះទៅទៀតគឺតាក់ទងទៅនឹងយុទ្ធោបករណ៍សព្វាវុធទាំងឡាយថាតើមានចំនួនគ្រប់គ្រាន់ហើយឬនៅឬខ្វះនៅត្រង់ចំនួនណាដែលយើងត្រូវចាក់បំពេញបន្ថែមចំណែកបញ្ហាសេដ្ឋកិច្ចជាតិវិញថាតើត្រូវពង្រឹងផ្នែកណាផ្នែកកសិកម្មឧស្សាហកម្មពាណិជ្ជកម្មនិងវិទ្យាសាស្ត្រឬក៏ធ្វើការកែប្រែគ្រប់ទម្រង់ទាំងឡាយឲ្យល្អប្រសើរជាដើមហើយទាំងអស់នេះគឺជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវពង្រឹងឲ្យកាន់តែខ្លាំងក្លាក្រោយពេលបញ្ចប់សង្គ្រាមដូចនេះយើងច្បាស់ហើយថាបន្ទុកដ៏ធ្ងន់ទាំងឡាយគឺធ្លាក់ទៅលើថ្នាក់ដឹកនាំកម្ពុជាគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងសម្ដេចតេជោហ៊ុនសែនដែលជាមនុស្សសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមមុខទាំងឡាយរបស់ជាតិនៃប្រជាណាចក្រកម្ពុជាយើងដូច្នេះប្រសិនបើបិទបញ្ចប់អរិយភាពឬសង្គ្រាមនៅពេលណាជំហររបស់ថ្នាក់ដឹកនាំកម្ពុជាយើងគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតគឺកាន់តែរឹងមាំនិងមានបទពិសោធន៍យ៉ាងក្រាស់ក្រែលថែមទៀតចំណែកទី2គឺជំហរនឹងការតាំងចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងមិនថារស់នៅក្នុងស្រុកក្តីឬនៅក្រៅស្រុកក្តីនៅពេលសៀមឈ្លានពានកម្ពុជាទាំងពីរលើកនេះយើងឃើញថាបងប្អូនប្រជាជនខ្មែរយើងទាំងអស់គឺមានការផ្លាស់ប្ដូរសឹងតែ 100% ដែលពីមុនខ្មែរយើងម្នាក់តែងតែគាំទ្រនៅផលិតផលរបស់ថៃឲ្យតែមានអក្សរថៃមានបាកូដថៃនិងរាល់ទំនិញដែលនាំចូលពីថៃគឺប្រជាជនកម្ពុជាយើងតែងតែគាំទ្រនៅផលិតផលទាំងអស់នោះភ្លុកទឹកភ្លុកដីនិងឲ្យតម្លៃបំផុតតែបើផលិតផលនោះជាអក្សរខ្មែរផលិតនៅក្នុងស្រុកខ្មែរឬជាផលិតផលរបស់ប្រទេសដទៃដែលមិនមែនជារបស់ថៃវិញគឺប្រជាជនកម្ពុជាយើងមិនសូវឲ្យតម្លៃនោះទេក៏ប៉ុន្តែនៅពេលនេះផ្នត់គំនិតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងគឺបានផ្លាស់ប្ដូរទាំងស្រុងនៅស្មារតីពហិការស្មារតីជាតិនិយមនិងការឈឺចាប់របស់បងប្អូនប្រជាជនខ្មែរយើងចាប់ផ្ដើមកើតមានឡើងហើយងាកមកគាំទ្ររាល់ផលិតផលរបស់ខ្មែរប្រើប្រាស់ទំនិញរបស់ខ្មែរយើងវិញទាំងនេះហើយដែលជាចំណុចផ្លាស់ប្ដូររបស់ប្រជាជនកម្ពុជាយើងហើយការផ្លាស់ប្ដូរនេះផងដែរ
គឺមិនត្រឹមតែធ្វើឲ្យប្រទេសដែលជាប្រចាំមិត្តខាតបង់នោះទេតែវាធ្វើឲ្យប្រទេសកម្ពុជាមានសេដ្ឋកិច្ចកាន់តែរីកចម្រើនខ្លាំងឡើងមិនថាអាជីវករកសិករពាណិជ្ជករនិយាយរួមគឺគ្រប់វិស័យទាំងអស់មានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ហើយក្នុងពេលថ្មីនេះកម្ពុជាយើងក៏មានដំណឹងល្អមួយផងដែរគឺនៅពេលនេះប្រទេសថៃលែងជាប់នៅក្នុងបញ្ជី20គោលដៅទេសចរដ៏ល្អបំផុតក្នុងឆ្នាំ2026របស់បណ្ដាញសារព័ត៌មានខ្នាតយក្ស BBC ទៀតហើយតែចំនួនមកវិញដោយរាជធានីភ្នំពេញរបស់កម្ពុជាយើងជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតសម្រាប់ការធ្វើដំណើរកម្សាន្តនៅតំបន់អាស៊ីអាគ្នេយ៍នោះគឺថៃដែលជាប្រទេសដែលធ្លាប់ជាប់ចំណាក់ថ្នាក់ក្នុងបញ្ជីគោលដៅទេសចរពិភពលោកអស់រយៈពេលដ៏យូរមកហើយនោះបែរជាពេលនេះមិនជាប់នៅក្នុងបញ្ជីគោលដៅទេសចរដ៏ល្អបំផុតចំនួន20សម្រាប់ឆ្នាំ2026របស់បណ្ដាញសារព័ត៌មានខ្នាតយក្ស BBC នោះទេផ្ទុយមកវិញចំណាក់ថ្នាក់ទាំង20គឺប្រទេសថៃត្រូវបានជំនួសតំណែងដោយកម្ពុជាខណៈរាជធានីភ្នំពេញបានក្លាយជាទីតាំងដ៏ទាក់ទាញបញ្ជីនៃការធ្វើដំណើរប្រចាំឆ្នាំរបស់ BBC បានបង្ហាញពីហេតុផលដែលគោលដៅនានាមានលក្ខណៈពិសេសឆ្នាំនេះ BBC បានផ្ដោតវាតម្លៃទីក្រុងនានាលើសពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតនិងទីតាំងកម្សាន្តដ៏អស្ចារ្យទៅទៀតវត្តមានរបស់ប្រទេសថៃនៅក្នុងបញ្ជីឆ្នាំ2026របស់ BBC បង្កជាការភ្ញាក់ផ្អើលដោយសារកេរ្តិ៍ឈ្មោះដ៏យូរអង្វែងរបស់ថៃជាមហាអំណាចទេសចរយ៉ាងណាក៏ដោយរាជធានីភ្នំពេញត្រូវបាន BBC ពណ៌នាថាជាការកែលម្អដ៏សំខាន់នៅពេលដែលអ្នកដំណើរជាច្រើនធ្លាប់មើលរំលងនោះរាជធានីរបស់កម្ពុជាឥឡូវនេះត្រូវបានទទួលស្គាល់ជាទីក្រុងដែលមានភាពទាក់ទាញអ្នកទេសចរនិងចក្ខុវិស័យច្បាស់លាស់គន្លឹះដ៏សំខាន់នៃបរិវត្តកម្មនេះគឺអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាគម្រោងដ៏ធំបំផុតមិនធ្លាប់មានរបស់កម្ពុជាយើងជាមួយនឹងការរចនាដ៏អស្ចារ្យសម្រាប់អនាគតនិងប្រពុតបដិមាប្រាក់យ៉ាងធំទាក់ភ្នែកនោះអាកាសយានដ្ឋាននេះបានក្លាយទៅជាទីតាំងទទួលអ្នកដំណើរមកពីទូទាំងពិភពលោករាជធានីភ្នំពេញបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សមួយវិញទៀតនោះគឺរាជរដ្ឋាភិបាលកម្ពុជាបានខិតខំកាត់បន្ថយការកកស្ទះចរាចរណ៍នាំឲ្យងាយដើរកម្សាន្តសម្រាប់ជីវិតប្រចាំថ្ងៃជាមួយគ្នានេះមានផ្លូវថ្មើរជើងចាក់ទៅមុខស្ថិតនៅតាមមាត់ទន្លេដែលក្លាយទៅជាទីតាំងដ៏ពេញនិយមប្រចាំសប្តាហ៍ពោពេញទៅដោយអាហារការលក់សម្ភារៈហត្ថកម្មនិងការសម្ដែងនានា BBC ក៏បានអះអាងថាទោះបីជាកម្ពុជាមានភាពតានតឹងនៅតាមបន្ទាត់ព្រំដែនក៏ពិតមែនក៏តំបន់ទេសចរនៅតាមទីក្រុងមិនរងផលប៉ះពាល់នោះទេងាកមកបញ្ហាព្រំដែនវិញរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់លិខិតកំណត់ទូតទៅភាគីថៃដើម្បីតវ៉ាប្រឆាំងនឹងការចូលមកដាក់ទូកុងតឺន័ររាយលួចបន្លានិងដោតទង់ជាតិថៃខ្លួនដាក់ក្នុងទីតាំងមួយចំនួនលើទឹកដីកម្ពុជានេះបើតាមការបញ្ជារបស់លោកប៉ែនបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពរវាងកម្ពុជាថៃនៅព្រឹកថ្ងៃទី3ខែមករាឆ្នាំ2026នេះកម្ពុជាបានចាត់ទុកសកម្មភាពរបស់យោធាថៃដូចជាការចូលមកដោតទង់ជាតិការដាក់ទូកុងតឺន័រការរាយលួសបន្លានិងការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាគឺជាការបំពានលើបូរណភាពទឹកដីកម្ពុជានិងបំពានកិច្ចព្រមព្រៀងដែលកម្ពុជាថៃបានឯកភាពគ្នារួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិកម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កងកម្លាំងនោះទេរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះទៅកាន់ភាគីថៃទន្ទឹមនឹងនោះកម្ពុជាគោរពស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC លើកទី3ដែលចែងថាភាគីទាំងពីរឯកភាពគ្នាប្រកល់ទូនីតិឲ្យទៅគណៈកម្មាធិការចម្រុះព្រំដែនគោក JBC បន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតស្របទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបន្ទាត់ព្រំដែនកម្ពុជាក៏ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់នៅក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិនសៀមគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមព្រមទាំងកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរបានឯកភាពគ្នានៅពេលកន្លងមកសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះខ្ញុំសូមបញ្ចប់សូមអរគុណនិងសូមជម្រាបលា